មុំទី2តាច់មកក្បាលមួយទល់នឹង0មកមានក្របបាល់ឲ្យទាល់តែបានមកខ្សែការពារបាល់សិនជាតិជប៉ុនបើទោះបីជាខកខានមកការប្រកួតលើកមុនមួយរយៈធំបាទហេរ៉ូគីអ៊ីតូបាទដោយសារតែបញ្ហារបួសវិលត្រឡប់មកវិញបាទបញ្ចេញជម្រើស11អ្នកដំងហើយយើងមើលចោះបាទលោតតែតបាទគឺបញ្ចប់បាទសំណាញ់ទីនេះឲ្យជួយក្រុមបាល់ទាត់ FC ប៊ីអាមេរិកក្នុងនាមជាក្រុមម្ចាស់ផ្ទះនៅមុខ1-0ទៅលើអស្បឺកបើទោះបីជាអស្បឺកព្យាមប្រឹងការពារយ៉ាងណាក៏ដោយបាទកីឡាករវ័យ26ឆ្នាំកម្ពស់ 1.88 បាទជាកីឡាករបាទសញ្ជាតិជប៉ុនបាទបំបែកភាពជាប់គាំងបាទឥឡូវនេះបាទគឺក្លិនអ្នកដែលបងប្អូនយើងវិនិយោគបាទយន់ហ្នឹងក៏មានទឹកមាត់លេបបងប្អូនយើងដែល over ហ្នឹងក៏មានទឹកធូរស្រែដែរមកគឺតំណែងរៀមច្បងពិតមែនអូបាទទៅតែសរសើរឥឡូវនេះផ្លត់មានគ្រាប់តាមស្មើមកវិញ1-1ហើយបាទពីខាងក្រុមភ្ញៀវ FC អស្បឺកតាមស្មើនៅនាទីទី75នៅក្នុងការប្រកួតវគ្គទី2 1-1មានការតវ៉ាឬក៏មានការពិន័យអីឬក៏អត់ទស្សនិកជនឬក៏ឲ្យហើយយើងមកទស្សនារូបភាពយឺតបាទក្រុមទាំងពីរនេះរកគ្រាប់បាល់សុទ្ធសឹងតែកើតចេញពីបាល់ set piece បាទសុទ្ធសឹងតែកើតចេញពី corner kick បាទយើងមកមើលការលើកពីស្លាប់ស្ដាំនេះមកស្អាតណាស់បាទកោងលួចចាប់ដាក់យើងមកខ្សែការពារ Arthur បាទ Chavez ក៏តែតបញ្ចូលទីបានយ៉ាងស្អាតថាមែនបាទមកគ្រាប់បាទគឺពីខាងក្រុមបាល់ទាត់បាយ័នក៏ខ្សែការពារអ្នកតែតមកគ្រាប់ពីខាងក្រុមបាល់ទាត់អស្បឺកនេះក៏ខ្សែការពារអ្នកតែតអស្បឺកឱកាសទៅហើយពីអស្បឺកកាត់ចូលតិចពី1ទៅថែបស្ដាមហ្គោ2-1បាទបន្ថែមគ្រាប់បាល់ដល់កីឡាករ Han Mazingo បាទជាកីឡាករដែលល្អជាងគេរបស់ក្រុមបាល់ទាត់អស្បឹកបាទជាពិសេសកាពីតង់ទី1នេះឯងបាទ come behind to lead តាមពីក្រោយឲ្យនាំមុខវិញបាទយើងមើលផ្ទះនេះអ្នកចាំទីបាទជួនណាស្បាប់ឈាមហក់ទៅជួយណាដែរតែជួយមិនទាន់ទេបាទបាល់នេះលឿនណាស់បាទគឺផ្ទះបាទ tap in ស្អាតណាបាទចំគោលដៅពេញបងប្អូនយើងទៅ over សង្ឃឹមប៉ុន្តែបងប្អូនយើងថាស្រឡាញ់បាយ័នហ្នឹងគឺថាសង្ឃឹមបានចូលគេងលឿនបាទមិនចាំបាច់អ៊ុតបងផ្សេងទេបាទឆ្វេងឱកាសទៅជាបន្តទៀតពីខាងក្រុមបាល់ទាត់បាទអស្បឺក FC អស្បឺកសុទ្ធទេបាទឡង់នេះសុទ្ធហើយសុទ្ធស្ដាមអូហូមួយទៀតឥឡូវហើយបាទរទ្ធីបាទអូយបំបី2មិនចេញទេបងប្អូនណាបាទ Michael Olise អូយឱកាស over បងប្អូនយើងមានសង្ឃឹមអូដៃចាប់បដោយបងប្អូនអើយចាប់បដោយពីស្មើដែរបាទមួយជើងចុងក្រោយនេះបើយើងមកទស្សនារូបភាពយឺតពី Michael Olise បាទកោងស្អាតណាបាល់នេះបើចូលវិញគ្រាប់បាល់បាទចង់ goal អស់ទៅម៉ាច់បាទរបស់ទីបាទកុំឲ្យមុំកៅបាត់ដែរបងប្អូនសោកស្ដាយអរគុណច្រើនបងប្អូននេះបាទចាំជួបគ្នានៅក្នុងការប្រកួតបន្តទៀតបាទ